បាទជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅដល់មិត្តរួមថ្នាក់ទាំងអស់ដែលកំពុងតែទស្សនាជាមួយនឹងបទបង្ហាញរបស់ក្រុមខ្ញុំបាទដែលសមាជិកក្រុមរបស់ខ្ញុំមានចំនួន3នាក់ទី1គឺមុតស្រីនាងទី2ម៉េងដុល្លារទី3តិចអូនទូចបាទអញ្ចឹងខ្ញុំបាទឈ្មោះម៉េងដុល្លារដែលជាតំណាងក្រុមទាំងមូលនៅក្នុងបទបង្ហាញទៅលើប្រធានបទរបស់យើងតកតងជាមួយនឹងមុខវិជ្ជា Marketing Communication បាទអញ្ចឹងប្រធានបទនៅថ្ងៃនេះគឺក្រុមរបស់ខ្ញុំបានលើកឡើងនៅប្រធានបទមួយគឺជាយើងចង់បង្ហាញអំពីសារៈប្រយោជន៍និងគុណវិបត្តិនៃការធ្វើទីផ្សារសម្រាប់អង្គភាពមួយអញ្ចឹងយើងដឹងហើយថាទោះបីជាធ្វើអ្វីក៏ដោយគឺតែងតែមានជាអត្ថប្រយោជន៍ក៏ដូចជាគុណវិបត្តិដែរអញ្ចឹងការធ្វើទីផ្សារចំពោះអង្គភាពមួយក៏ដូចគ្នាគឺវាមានទាំងអត្ថប្រយោជន៍ក៏ដូចជាមានទាំងគុណវិបត្តិអញ្ចឹងថ្ងៃនេះគឺក្រុមរបស់ខ្ញុំគឺនឹងលើកយកអំពីចំណុចទាំងគុណសម្បត្តិក៏ដូចជាគុណវិបត្តិនៃការធ្វើទីផ្សារនេះយកមកបង្ហាញនៅក្នុង presentation នេះតែម្ដងបាទអញ្ចឹងយើងសូមចូលទៅកាន់ slide បន្ទាប់បាទអញ្ចឹងតកតងជាមួយនឹងមេតិកាដែលនឹងបង្ហាញនៅក្នុង presentation នេះគឺយើងមាន6ចំណុចហ្នឹងទី1តកតងជាមួយនឹងសេចក្តីផ្ដើមទី2តកតងជាមួយនឹងតើអ្វីគឺជាការធ្វើទីផ្សារឬក៏ what is marketing ហ្នឹងទី3តកតងជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើទីផ្សារទី4តកតងជាមួយនឹងគុណវិបត្តិនៃការធ្វើទីផ្សារទី5តកតងជាមួយនឹងសេចក្តីសន្និដ្ឋានហើយនិងទី6គឺឯកសារយោងបាទអញ្ចឹងយើងចូលចំណុចទី1តកតងជាមួយនឹងសេចក្តីផ្ដើមឬក៏ introduction បាទអញ្ចឹងយើងដឹងហើយថាការធ្វើទីផ្សារវាគឺជាគន្លឹះដ៏សំខាន់ដើម្បីកំណត់នៅអ្វីដែលអតិថិជនគាត់ចង់បានហើយនិងអ្វីដែលអតិថិជនដែលគាត់ត្រូវការអញ្ចឹងគាត់ចង់បានអីគាត់ត្រូវការអីគឺយើងត្រូវផ្ដល់ឲ្យគាត់បែបណាដើម្បីឲ្យស្ថិតនៅក្នុងតម្រូវការដែលគាត់ចង់បានហើយនឹងគាត់ត្រូវការហ្នឹងអញ្ចឹងទីផ្សារគឺជាដំណើរការដ៏សំខាន់មួយដែលយើងនឹងផ្លាស់ប្ដូរពីការគិតទុកឬក៏ការរៀបចំទុកហើយយើងផ្ដល់នៅផលិតផលក៏ដូចជាសេវាកម្មហ្នឹងទៅដល់ដៃអតិថិជនឲ្យគាត់ប្រើប្រាស់អញ្ចឹងបើយើងបានគិតទុកថាយើងត្រូវធ្វើអីខ្លះយើងត្រូវធ្វើម៉េចដើម្បីឲ្យផលិតផលរបស់យើងហ្នឹងទៅដល់ដៃអ្នកប្រើប្រាស់ឲ្យគាត់ពេញចិត្តហើយគាត់នឹងទិញយកផលិតផលរបស់យើងក៏ដូចជាសេវាកម្មរបស់យើងបាទអញ្ចឹងដំណើរការនេះគឺវាមានមុខងារច្រើនតែមុខងារស្នូលមួយចំនួនហ្នឹងមានដូចជាការចែកចាយក៏ដូចជាការផ្សព្វផ្សាយនិងការកំណត់តម្លៃអញ្ចឹងអស់ហ្នឹងឯងគឺជាការធ្វើទីផ្សារបាទអញ្ចឹងslide បន្ទាប់តទៅមួយចំណុចទី2 what is marketing តើអ្វីគឺជា marketing បាទអញ្ចឹងដូចទៅនឹងការបង្ហាញនៅក្នុង slide មុនដែរការធ្វើទីផ្សារគឺយើងចង់សម្ដៅទៅលើសកម្មភាពដែលក្រុមហ៊ុនអនុវត្តគាត់ធ្វើអីផ្សេងហ្នឹងដើម្បីផ្សព្វផ្សាយផលិតផលរបស់គាត់ដើម្បីលក់ជាមួយផលិតផលឬក៏សេវាកម្មអញ្ចឹងអាហ្នឹងឯងគឺជាការធ្វើទីផ្សារអញ្ចឹងទីផ្សាររួមមានទាំងការផ្សាយពាណិជ្ជកម្មការលក់ការចែកចាយផលិតផលទៅដល់អតិថិជនឬក៏អាជីវកម្មផ្សេងទៀតហើយទីផ្សារមួយចំនួនទៀតហ្នឹងគឺតាក់ទងជាមួយនឹងការផ្ដល់ជា affiliate ហ្នឹងគឺចង់សំដៅទៅលើបានន័យថាផ្ដល់ឲ្យជនទី3អ្នកទី3ហ្នឹងគឺគាត់អាចធ្វើការផ្សព្វផ្សាយបន្តជំនួសឲ្យយើងបាទអញ្ចឹងអាហ្នឹងគឺសុទ្ធតែជាការធ្វើទីផ្សារអញ្ចឹងខ្ញុំសូមចូលទៅកាន់ slide បន្ទាប់អញ្ចឹងនេះគ្រាន់តែជារូបបង្ហាញអំពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារអញ្ចឹងយើងចូលមកដល់ចំណុចលេខ3ហ្នឹងគឺចង់សំដៅទៅលើអត្ថប្រយោជន៍នៃការធ្វើទីផ្សារតើការធ្វើទីផ្សារតើវាផ្ដល់ជាមួយនឹងអត្ថប្រយោជន៍អ្វីខ្លះអញ្ចឹងចំណុចទី1គឺទាក់ទងជាមួយនឹងការ increase customer value មានន័យថាបង្កើននៅ value ដល់អតិថិជនមានថាបង្កើនជាមួយនឹងអ្វីដែលអតិថិជនគាត់ចង់បានបាទអញ្ចឹង value យើងដឹងហើយថាវាស្មើជាមួយនឹង benefit ចែក cost បាទអញ្ចឹងនេះគឺជារូបមន្តនៃការកណនាអញ្ចឹងបើសិនក្នុងករណីដែល value របស់យើងបានយក benefit ចែក cost ទៅឃើញថាវាតូចជាង1
មានន័យថាអតិថិជនដែលគាត់ទទួលបានពីផលិតផលរបស់យើងហ្នឹងគឺគាត់អត់ពេញចិត្តទេប៉ុន្តែបើសិនជាវាស្មើនឹង1មានន័យថាគាត់ពេញចិត្តបានហើយវាធម្មតាប៉ុន្តែបើសិនជាវាធំជាមួយមានន័យថាគាត់ពេញចិត្តនៅអ្វីដែលគាត់ទទួលបានពីផលិតផលក៏ដូចជាសេវាកម្មរបស់យើងហើយអតិថិជនផ្សេងៗគ្នាគឺគាត់តែងតែមានការយល់ឃើញខុសៗគ្នាអំពី value បាទហើយតកតងជាមួយនឹង value នេះផងដែរគឺគាត់យល់ឃើញទៅលើដៃគូប្រកួតប្រជែងរបស់យើងថាអ្នកណាដែលគាត់ផ្ដល់ជាមួយនឹងvalue នឹងឲ្យគាត់បានច្រើនជាងអញ្ចឹងគាត់អាចនឹងងាកទៅរកផលិតផលក៏ដូចជាសេវាកម្មរបស់អ្នកនឹងអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវគិតគូរថាយើងត្រូវធ្វើម៉េចផលិតផលរបស់យើងល្អហើយគឺយើងផ្ដល់ជាអត្ថប្រយោជន៍ផ្សេងៗហ្នឹងទៅឲ្យអតិថិជនឬគាត់អាចទទួលយកបានដើម្បីឲ្យការលក់សេវាកម្មក៏ដូចជាផលិតផលរបស់យើងនឹងមានការកើនឡើងអញ្ចឹងចំណុចបន្ទាប់ទៀតហ្នឹងគឺតកតងជាមួយនឹងការកំណត់តម្លៃអញ្ចឹងការកំណត់តម្លៃពិតជាមានសារៈសំខាន់ពេលខ្លះយើងលក់ថ្លៃពេកទោះបីជាអាហ្នឹងគាត់ផ្ដល់ value ឲ្យគាត់បានច្រើនដែរប៉ុន្តែពេលខ្លះគាត់អត់ត្រូវការអញ្ចឹងគឺយើងកំណត់តម្លៃធ្វើម៉េចដែលយើងអាចច្បាស់ថាអតិថិជនគាត់ទទួលបាន value ហើយគឺយើងនៅតែមានផលចំណេញយើងនៅតែមានផលចំណេញពីផលិតផលក៏ដូចជាសេវាកម្មរបស់យើងនឹងអញ្ចឹងនៅពេលដែលអតិថិជនគាត់ពេញចិត្តនៅអ្វីដែលយើងផ្ដល់ឲ្យគាត់អញ្ចឹងគឺគាត់នឹងមិនស្ដាយនៅក្នុងការចំណាយប្រាក់របស់គាត់នឹងទៅលើការជាផលិតផលក៏ដូចជាសេវាកម្មរបស់យើងទេអញ្ចឹងខ្ញុំសូមចូលទៅកាន់ slide បន្ទាប់ទៀតតើតើជាមួយនឹង capturing market insight ចំណុចនេះផងដែរមានន័យថាការធ្វើទីផ្សារវាមានអត្ថប្រយោជន៍គឺយើងបានស្វែងយល់អំពីទីផ្សារពេលយើងធ្វើទីផ្សារគឺយើងនឹងស្វែងយល់បើណាយើងនឹងស្វែងយល់អំពីទីផ្សារថាអ្នកណាគាត់មានបណ្ដាផលិតផលរបស់អ្នកណាក្រុមហ៊ុនរបស់អ្នកណាគាត់មានខ្លាំងកម្រិតណាអ្នកណាខ្សោយកម្រិតណាអញ្ចឹងយើងឃើញអំពីកម្រិតនៃភាពខ្លាំងនៃភាពខ្សោយរបស់ដៃគូប្រកួតប្រជែងរបស់យើងដើម្បីឲ្យយើងរៀបចំយុទ្ធសាស្ត្រផ្សេងៗអាចទាក់ទាញអតិថិជនបានចឹងអាហ្នឹងវាការធ្វើទីផ្សារគឺធ្វើឲ្យយើងអាចយល់ដឹងអំពីទីផ្សារបានច្រើនអញ្ចឹងយើងនឹងមានយុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញអតិថិជនរបស់យើងហើយយើងត្រូវដឹងយើងត្រូវយល់អំពីនិន្នាការជាក់ស្ដែងដែលអ្វីផ្សេងៗដែលកំពុងតែលេចឡើងនៅក្នុងទីផ្សារព្រោះពេលដែលយើងធ្វើទីផ្សារយើងនឹងឃើញពីភាពប្រកួតប្រជែងគ្នាប៉ុណ្ណាអញ្ចឹងយើងត្រូវចាប់មើលអំពីចំណុចហ្នឹងនិន្នាការកន្លែងនេះគឺចង់សំដៅទៅលើអ្វីដែលមានឥទ្ធិពលទៅលើអតិថិជនហ្នឹងបច្ចុប្បន្នហ្នឹងគឺគាត់កំពុងតែត្រូវការអីគេគាត់ចង់បានអ្វីអញ្ចឹងយើងត្រូវចាប់ឱកាសហ្នឹងហើយយើងផ្ដល់នៅអ្វីដែលគាត់ចង់បានហ្នឹងអញ្ចឹងគឺយើងនឹងអាចទទួលបានអតិថិជនច្រើនអញ្ចឹងslide បន្ទាប់ទៀតស្ថិតនៅក្នុងចំណុចអត្ថប្រយោជន៍នៃការធ្វើទីផ្សារនេះដដែលគឺទាក់ទងជាមួយនឹង connecting with customer បាទអញ្ចឹងទាក់ទងជាមួយនឹងចំណុចនេះគឺការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនអញ្ចឹងការធ្វើទីផ្សារដូចយើងភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនអញ្ចឹងហើយការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគឺវាលើសពីការប្រស័យតាក់ទងគ្នាធម្មតាមានន័យថាវាគឺជាការខិតខំប្រឹងប្រែងដើម្បីរៀបចំជាយុទ្ធសាស្ត្របង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់យើងហើយអតិថិជនដែលយើងអាចភ្ជាប់ទំនាក់ទំនងបានល្អនឹងក្លាយទៅជាអតិថិជនដដែលឬក៏យើងអាចហៅថាជាម៉ួយហើយអតិថិជនដដែលហ្នឹងគឺមានសារៈសំខាន់មែនទែនសម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់យើងការរក្សាអតិថិជនចាស់ឲ្យក្លាយទៅជាម៉ួយរបស់យើងជាប្រចាំហ្នឹងគឺវាប្រសើរជាងបង្កើតអតិថិជនថ្មីទៅទៀតតែមិនមែនន័យថាយើងអត់បង្កើតអតិថិជនថ្មីទេប៉ុន្តែអតិថិជនដែលគាត់បានចូលមកប្រើប្រាស់សេវាកម្មក៏ដូចជាផលិតផលរបស់យើងហើយគឺយើងភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងគាត់អញ្ចឹងថ្ងៃក្រោយគឺគាត់នឹងអាចមកម្ដងទៀតនៅទិញផលិតផលរបស់យើងអ្វីតែប៉ុណ្ណោះគាត់មកម្ដងទៀតដោយការទុកចិត្តហើយគាត់អាចនឹងណែនាំទៅដល់សេវាកម្មក៏ដូចជាផលិតផលរបស់យើងទៅដល់អ្នកផ្សេងទៀតផងដែរអញ្ចឹងដូចជាគាត់នឹងបានជួយផ្សព្វផ្សាយបន្តអញ្ចឹងអាការភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជននោះគឺពិតជាមានសារៈសំខាន់មែនទែននៅក្នុងការធ្វើទីផ្សារ
អញ្ចឹងslide បន្ទាប់តកតងជាមួយនឹងការតំណែងអតិថិជនឬក៏យើងហៅថា CRM អញ្ចឹងតកតងមួយចំណុចនេះគឺវាជួយអាជីវកម្មរបស់យើងឲ្យទទួលបាននូវការយល់ដឹងអំពីអគ្គកិរិយារបស់អតិថិជនហើយនឹងយើងអាចកែប្រែប្រតិបត្តិការអាជីវកម្មរបស់យើងដើម្បីធានាថាអតិថិជនត្រូវបានបម្រើបានយើងបម្រើបានយើងផ្ដល់ជាមួយនឹងសេវាកម្មឬក៏យើងផ្ដល់នៅផលិតផលលក់ជូនគាត់នឹងដោយតាមវិធីដែលល្អបំផុតចា៎ហ្នឹងវាតកតងជាមួយនឹងការតំណែងជាមួយនឹងអតិថិជនហើយ CRM នេះផងដែរវាជួយអាជីវកម្មឲ្យទទួលស្គាល់នៅតម្លៃរបស់អតិថិជនទាញយកប្រយោជន៍ពីតំណែងអតិថិជនឲ្យកាន់តែប្រសើរឡើងការយល់ដឹងកាន់តែច្បាស់ពីអតិថិជននោះយើងអាចឆ្លើយតបកាន់តែច្រើនទៅតាមតម្រូវការរបស់ពួកគាត់អញ្ចឹងយើងកាន់តែយល់ពីគាត់គឺយើងអាចផ្ដល់ជាមួយនឹងផលិតផលក៏ដូចជាសេវាកម្មផ្សេងៗហ្នឹងទៅតាមតម្រូវការរបស់ពួកគាត់បានអញ្ចឹងខ្ញុំសូមចូលទៅកាន់ slide បន្តទៀតចំណុចនេះតកតងជាមួយនឹងbuilding strong brand មានន័យថាការកសាងម៉ាកយីហោរបស់យើងនឹងឲ្យមានភាពរឹងមាំអញ្ចឹងពេលដែលយើងធ្វើទីផ្សារអត្ថប្រយោជន៍របស់យើងគឺយើងអាចកសាងស្លាកយីហោរបស់យើងនឹងឲ្យមានភាពរឹងមាំអញ្ចឹងវាមានភាពរឹងមាំមិនខ្លះអញ្ចឹងខ្ញុំនឹងបង្ហាញបន្តទៀតការធ្វើម៉ាកយីហោបាទអាជីវកម្មរបស់យើងនឹងគឺជាជំហានដ៏សំខាន់បំផុតនៅក្នុងការកសាងក្រុមហ៊ុនព្រោះពេលដែលគេស្គាល់ម៉ាកយីហោមួយនឹងម៉ាកយីហោមួយនឹងល្បីម៉ាកយីហោមួយនឹងទទួលបានការចាប់អារម្មណ៍ច្រើនផ្ដល់សេវាកម្មល្អផ្ដល់នូវផលិតផលដែលល្អអញ្ចឹងគឺអតិថិជនគឺនឹងគាត់នឹងចាំជាប់នៅក្នុងខួរក្បាលរបស់គាត់ហើយថាអូផលិតផលនឹងល្អ brand ហ្នឹងឯងល្អអញ្ចឹងឯងក្រោយមកទិញ brand ហ្នឹងមិនទិញបើអត់មាន brand ហ្នឹងthìអត់ទិញទេអញ្ចឹងវាគឺជាជំហានដ៏សំខាន់បំផុតនៅក្នុងការកសាងក្រុមហ៊ុនរបស់យើងវាផ្ដល់ឲ្យក្រុមហ៊ុននៅបុគ្គលិកលក្ខណៈតែមួយគត់មានន័យថា brand របស់យើងហ្នឹងគឺវាផ្ដល់គេហៅថា unique បាទ unique ហ្នឹងមានន័យថាភាពតែមួយរបស់យើង brand មួយហ្នឹងឲ្យថាឧទាហរណ៍ថាឥឡូវផលិតផលតាក់ទងជាមួយនឹងកៅអៅឬក៏ស្បែកជើងចុះ Adidas ឲ្យតែលើថា Adidas ហ្នឹងគឺដឹងតែអូផលិតផលរបស់គេហ្នឹងគឺ premium ផលិតផលរបស់គេហ្នឹងល្អអញ្ចឹងអាហ្នឹងឯងវាគឺជាបុគ្គលិកលក្ខណៈតែមួយគត់មានថាអត់អាចមានអ្វីដែលមកជំនួសបានហើយវាមានលក្ខណៈខុសពីគេដើម្បីទាក់ទាញអតិថិជនអញ្ចឹង brand របស់យើងត្រូវរៀបចំធ្វើម៉េចឲ្យមានលក្ខណៈតែមួយគត់ហ្នឹងហើយមានលក្ខណៈខុសពីគេហើយអាចទាក់ទាញអតិថិជនបានព្រោះយើងពេលខ្លះយើងធ្វើផលិតបង្កើតជាមួយនឹងផលិតផលដដែលសេវាកម្មដដែលដូចគេពេកអាហ្នឹងក៏វាមិនកើតដែរព្រោះពេលខ្លះដៃគូគាត់ប្រជែងរបស់យើងហ្នឹងគឺអាចប្រជែងពីយើងបានតែបើសិនជាយើងធ្វើនៅអ្វីដែលមានតែយើងអញ្ចឹងពេលដែលគេចង់បានផលិតផលឬក៏សេវាកម្មហ្នឹងគេនឹកឃើញដល់យើងហើយអញ្ចឹងអាហ្នឹងគឺជាការកសាងម៉ាកយីហោរបស់យើងហ្នឹងឲ្យមានភាពរឹងមាំនៅក្នុងទីផ្សារដើម្បីយកឈ្នះជាមួយនឹងដៃគូប្រកួតប្រជែងរបស់យើងអញ្ចឹង slide បន្តទៀតតកតងជាមួយនឹងនៅក្នុងចំណុចអត្ថប្រយោជន៍នៃការធ្វើទីផ្សារនេះដដែលគឺ Shaping the Market Offering កន្លែងនេះបើសិនជាខ្ញុំបកប្រែជាខ្មែរទៅវាអាចនឹងមានការពិបាកស្ដាប់បន្តិចអានឹងសូមអភ័យទោសដែរដោយសារតែយើងប្រែសិនជាខ្មែរបាទអញ្ចឹងតកតងជាមួយនឹងចំណុចនេះគឺចង់សំដៅទៅលើការបង្កើតនៅការផ្ដល់នៅផលិតផលក៏ដូចជាសេវាកម្មច្រើនប្រភេទដើម្បីបំពេញតម្រូវការទីផ្សារអញ្ចឹងពេលដែលយើងធ្វើទីផ្សារមានន័យថាយើងដូចជាដាក់បញ្ចូលផលិតផលរបស់យើងដាក់បញ្ចូលសេវាកម្មរបស់យើងទៅក្នុងទីផ្សារអញ្ចឹងវាធ្វើឲ្យទីផ្សាររបស់យើងហ្នឹងគឺធ្វើទៅឲ្យទីផ្សារទាំងមូលហ្នឹងគឺមានផលិតផលច្រើនប្រភេទក៏ដូចជាសេវាកម្មច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អតិថិជនហើយការផ្ដល់ជូនការដាក់បញ្ចូលហ្នឹងវាមានដូចជាផលិតផលសេវាកម្មព័ត៌មានផ្សេងៗឬក៏បទពិសោធន៍មួយចំនួនដែលផ្ដល់ជូនទីផ្សារដើម្បីបំពេញតម្រូវការឬក៏ការចង់បានអញ្ចឹងការផ្ដល់ជូននេះគឺមិនត្រូវបានកំណត់ចំពោះផលិតផលតែមួយមុខទេមានន័យថាយើងអាចបញ្ចូលសកម្មភាពសេវាកម្មក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀតផងដែរដើម្បីឲ្យនៅក្នុងទីផ្សាររបស់យើងគឺយើងមើលទៅគឺយើងឃើញផលិតផលច្រើនហើយអតិថិជនគឺគាត់មានជំរើសនៅក្នុងការជ្រើសរើសនៅផលិតផលមួយណាដែលឬក៏សេវាកម្មមួយណាដែលគាត់ពេញចិត្តអញ្ចឹងវាឃើញនៅក្នុងទីផ្សារគឺមានផលិតផលច្រើនពេលខ្លះយើងអត់បានផ្សព្វផ្សាយផលិតផលក៏ដូចជាសេវាកម្មរបស់យើងក្នុងទីផ្សារទេអញ្ចឹងគឺគេអត់ដឹងទេគឺគេនឹងមិនដឹងគេមិនស្គាល់នៅផលិតផលឬក៏ដូចជាសេវាកម្មរបស់យើងទេបាទអញ្ចឹងកន្លែងនេះគឺពេលដែលយើងបញ្ចូលផលិតផលក៏ដូចជាសេវាកម្មរបស់យើងទៅក្នុងទីផ្សារគឺវានឹងដូចខ្ញុំលើកឡើងខាងដើមអញ្ចឹង
គឺនៅក្នុងទីផ្សាររបស់យើងគឺមានច្រើនប្រភេទនៅផលិតផលក៏ដូចជាសេវាកម្មដែលមានដូចជាឧទាហរណ៍ដូចជាសេវាកម្មធនាគារវិទ្យាសាស្ត្រសេវារថយន្តក្រុងតាក់ស៊ីក្រុមហ៊ុនអាកាសចរណ៍សណ្ឋាគារការរៀបចំសេវាប្រកាសពន្ធឬក៏សេវាជួសជុលផ្ទះឬក៏សាងសង់ផ្ទះអីផ្សេងៗអញ្ចឹងទាំងអស់ហ្នឹងវាគឺជាសេវាកម្មក៏ដូចជាផលិតផលដែលយើងចាក់បញ្ចូលទៅក្នុងទីផ្សារអញ្ចឹងធ្វើឲ្យទីផ្សាររបស់យើងមើលទៅយើងឃើញថាមានជំរើសក៏ដូចជាផលិតផលច្រើនប្រភេទដែលអតិថិជនគឺគាត់អាចជ្រើសរើសបានហើយខ្ញុំសូមចូលទៅកាន់ slide បន្តទៀតទាក់ទងជាមួយនឹងcreating successful long term growth អញ្ចឹងថាប្រយោជន៍នៃការធ្វើទីផ្សារគឺវានឹងអាចបង្កើតជាមួយនឹងការរីកលូតលាស់រយៈពេលវែងដែលប្រកបដោយភាពជោគជ័យបានបើយើងអត់ធ្វើទីផ្សារទេគេអត់ស្គាល់ផលិតផលយើងទេយើងអត់បានបង្ហាញនៅអ្វីដែលថ្មីចូលទៅកាន់ទីផ្សារដើម្បីឲ្យគេឃើញទេអញ្ចឹងពេលហ្នឹងគឺការលូតលាស់របស់យើងពេលខ្លះបានតែមួយឆាវ plate ហ្នឹងឯងហើយអាចនឹងបាត់រលត់ទៅវិញនៅពេលណាមួយទេអញ្ចឹងគឺយើងត្រូវតែចាប់យកឱកាសហ្នឹងហើយបន្តនៅក្នុងការធ្វើទីផ្សារបន្តទៀតដើម្បីឲ្យផលិតផលក៏ដូចជាសេវាកម្មរបស់យើងនឹងមានភាពលូតលាស់រយៈពេលវែងទៅមុខទៀតអញ្ចឹងការរីកចម្រើនរយៈពេលវែងមិនមែនមកពីការធ្វើដោយពីម្សិលមិញទេមិនថាយើងមិនមែនធ្វើតែដដែលទេហើយនឹងយើងធ្វើដដែលហើយយើងសង្ឃឹមថានឹងទទួលបានលទ្ធផលផ្សេងយើងអត់អាចធ្វើអញ្ចឹងបានទេបើយើងធ្វើអ្វីដែលដូចពីម្សិលមិញអញ្ចឹងលទ្ធផលនឹងដូចពីម្សិលមិញអញ្ចឹងយើងត្រូវរកបង្កើតនូវគំនិតអីថ្មីបង្កើតនៅការច្នៃប្រឌិតដើម្បីពង្រីកអាជីវកម្មរបស់យើងហ្នឹងទៅក្នុងទីផ្សារថ្មីមួយទៀតហើយនឹងផ្ដល់នូវអត្ថប្រយោជន៍ថ្មីទៅដល់អតិថិជនដើម្បីទាក់ទាញចិត្តរបស់គាត់ឲ្យស្ថិតនៅក្នុងការទទួលយកជាមួយផលិតផលក៏ដូចជាសេវាកម្មរបស់យើងបន្តទៅមុខទៀតវិធីដែលល្អបំផុតដើម្បីទូទាយអនាគតគឺយើងត្រូវបង្កើតវាយើងអាចគ្រាន់តែទូទាយបានទេបើយើងគ្រាន់តែទូទាយយើងគ្រាន់តែគិតទុកហើយយើងអត់បង្កើតវាទេគឺវានឹងមិនអាចនាំឲ្យយើងជោគជ័យបានទេអញ្ចឹងបើសិនជាយើងគិតថាឥឡូវយើងចង់ធ្វើអញ្ចឹងយើងចង់ផ្ដល់អញ្ចឹងទៅអតិថិជនចង់បង្កើតសេវាកម្មបែបនេះដើម្បីអតិថិជននឹងគាត់ពេញចិត្តអញ្ចឹងយើងអត់អាចគ្រាន់តែទូទាយគិតទុកគិតបានទេគឺយើងត្រូវតែបង្កើតវាឲ្យវាចេញអញ្ចឹងទោះបីជាពេលខ្លះយើងបង្កើតទៅយើងមិនប្រកាសថាជោគជ័យក៏ដោយប៉ុន្តែយើងត្រូវសាកល្បងវាសិនចឹងអាហ្នឹងឯងបាទខ្ញុំចង់និយាយថាវិធីដែលល្អបំផុតនៅក្នុងការធ្វើទីអនាគតគឺយើងត្រូវបង្កើតវាហើយត្រូវមានការគិតថាអនាគតនឹងទៅជាយ៉ាងណាតម្រូវការអីគេខ្លះហើយធ្វើម៉េចទើបឈ្នះគូប្រកួតប្រជែងដើម្បីសម្រេចបាននូវកំណើនអាជីវកម្មរបស់យើងនឹងប្រកបដោយនិរន្តរភាពអញ្ចឹងយើងត្រូវគិតទៅដល់អនាគតមុនយើងត្រូវដឹងថាអតិថិជនគាត់ត្រូវការអីហើយយើងត្រូវធ្វើម៉េចទើបឈ្នះដៃគូប្រកួតប្រជែងរបស់យើងដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មរបស់យើងអញ្ចឹងខ្ញុំសូមចូលទៅកាន់ slide បន្តទៀតអញ្ចឹងអ្វីដែលសំខាន់បំផុតនៅក្នុងអាជីវកម្មគឺយើងតែងតែចង់បានយើងតែងតែគិតថាយើងធ្វើម៉េចដើម្បីឲ្យយើងអាចចូលទៅក្នុងទីផ្សារហ្នឹងប្រកបដោយនិរន្តរភាពអញ្ចឹងទីផ្សារប្រកបដោយនិរន្តរភាពឬក៏យើងអាចហៅម្យ៉ាងទៀតបានថាgreen marketing ទីផ្សារបៃតងធម្មតាពាក្យថាបៃតងមានន័យថាយើងទៅមុខអីក្រហមគឺយើងឈប់អីបាទអញ្ចឹងទីផ្សារបៃតងហ្នឹងគឺមានន័យថាអាជីវកម្មរបស់យើងគឺនៅទៅមុខបន្តទៀតបានត្រូវទៅមុខបន្តទៀតបានអញ្ចឹងគឺជាពេលដែលក្រុមហ៊ុនត្រូវផ្ដោតទៅលើការវិនិយោគសង្គមក៏ដូចជាយុទ្ធសាស្ត្រនៃការធ្វើទីផ្សារថ្មីផ្សេងទៀតដើម្បីឲ្យអាជីវកម្មរបស់យើងនឹងអាចរីកលូតលាស់ទៅមុខបានឬក៏យើងអាចហៅថា green marketing ហ្នឹងអញ្ចឹងទីផ្សារប្រកបដោយនិរន្តរភាពគឺជាមធ្យោបាយមួយនៅក្នុងការកសាងទំនាក់ទំនងជាមួយអ្នកប្រើប្រាស់មានថាយើងបន្តបង្កើតនៅទំនាក់ទំនងសាងទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់បន្តទៀតដើម្បីឲ្យពួកគេដឹងថាផលិតផលក៏ដូចជាសេវាកម្មរបស់យើងនឹងគឺមានសារៈសំខាន់ហើយគាត់នឹងអាចផ្ដល់ជាបទពិសោធន៍ទាំងអស់ហ្នឹងទៅដល់មនុស្សចំនួនក្រោយទៀតមនុស្សចំនួនក្រោយនេះអាចជាបងប្អូនគាត់កូនគាត់ឬក៏អ្នកណាផ្សេងទៀតដែលគាត់អាចជួយផ្ដល់ទៅបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មក៏ដូចជាផលិតផលរបស់គាត់ហ្នឹងទៅដល់ពួកគាត់ហ្នឹងអញ្ចឹងខ្ញុំសូមចូលទៅកាន់ slide បន្តទៀតអញ្ចឹងតកតងជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើទីផ្សារខ្ញុំបានបកស្រាយប្រមាណចំណុចហ្នឹងហើយអញ្ចឹងយើងនឹងចូលបន្តទៀតនេះគឺតកតងជាមួយនឹងគុណវិបត្តិតែវិញម្ដងអញ្ចឹងយើងដឹងហើយថា
អ្វីក៏ដោយបើសិនជាវាមានគុណសម្បត្តិវាតែងតែមានគុណវិបត្តិហើយអញ្ចឹងទីផ្សារគឺដូចគ្នាគឺវានឹងមានគុណវិបត្តិដូចគ្នាអញ្ចឹងខ្ញុំនឹងបកស្រាយថាតើវាមានគុណវិបត្តិយ៉ាងម៉េចខ្លះចំណុចលេខ4គឺតកតងជាមួយនឹងគុណវិបត្តិនៃការធ្វើទីផ្សារអញ្ចឹងទីផ្សារមានគោលបំណងជួយអាជីវកម្មអភិវឌ្ឍអាជីវកម្មរបស់យើងនឹងដើម្បីទាក់ទាញអតិថិជនហើយក៏ដូចជាជំរុញដល់ប្រាក់ចំណូលរបស់យើងផងដែរហើយទោះជាយ៉ាងណាក៏ដោយគុណវិបត្តិមួយចំនួនចំពោះទីផ្សារវាអាចនឹងប៉ះពាល់ជាពិសេសទៅលើអាជីវកម្មខ្នាតតូចព្រោះយើងដឹងថាអាជីវកម្មខ្នាតតូចជាទូទៅគឺគាត់អាចនឹងមានថវិកាក៏ដូចជាទុនបំរុងរបស់គាត់នឹងនៅក្នុងការទីផ្សារធ្វើទីផ្សារហ្នឹងតិចតួចខ្លាំងអញ្ចឹងទៅគឺវាអាចនឹងប៉ះពាល់ទៅដល់គាត់បាទអញ្ចឹងនៅក្នុងចំណុចទី1តកតងជាមួយនឹងគុណវិបត្តិនៃការធ្វើទីផ្សារហ្នឹងគឺតកតងជាមួយនឹង marketing myopia អានេះបើសិនជាខ្ញុំអានអត់ត្រូវអីក៏សូមអភ័យទោសផងដែរមកដល់កន្លែងនេះគឺយើងធ្វើការស្រាវជ្រាវមកហើយទៅលើចំណុចមួយចំនួនពាក្យបច្ចេកទេសគឺយើងបកប្រែឬក៏យើងអានអត់ត្រូវប៉ុន្តែខ្ញុំអាចបញ្យល់ពីអ្វីដែលខ្ញុំអាចស្វែងយល់អំពីអាទីផ្សារmyopia នោះវាមានន័យថាម៉េចអញ្ចឹងក្រុមហ៊ុនឬអាជីវកម្មមួយកំពុងផ្ដោតទៅលើផលិតផលឬក៏សេវាកម្មរបស់ខ្លួនខ្លាំងជាងគេដោយមិនយល់ឬមើលឃើញពីតម្រូវការពិតរបស់អតិថិជននិងទស្សនវិជ្ជារយៈពេលវែងនៃការធ្វើទីផ្សារអញ្ចឹងកន្លែងនេះគឺទីផ្សារមីអភិលមានន័យថាគឺគាត់ផ្ដោតទៅលើតែផលិតផលរបស់គាត់ឬក៏សេវាកម្មរបស់គាត់ពេកគាត់បានគិតឬក៏គាត់អាចអត់មើលឃើញអំពីតម្រូវការពិតប្រាកដរបស់អតិថិជនទេគឺគាត់គិតតែពីផលិតផលរបស់គាត់ដែលគាត់មិនបានគិតអំពីតម្រូវការពិតឬក៏ទស្សនវិជ្ជាជាក់ស្ដែងនៃរយៈពេលវែងទៅមុខទៀតនោះនៃទីផ្សារខ្ញុំឧទាហរណ៍ដូចជាក្រុមហ៊ុន Nokia អញ្ចឹងយើងដឹងហើយថាពីមុនក្រុមហ៊ុន Nokia គឺល្បីមែនតើតែក្រោយមកមានក្រុមហ៊ុនផ្សេងទៀតដូចជា Apple ឬក៏ Samsung ដែលគេប្រើប្រាស់នៅ OS Android អញ្ចឹងតែ Nokia គឺគាត់អត់ទេគឺគាត់នៅប្រើ OS ចាស់របស់គាត់ដែរគាត់ផលិតនៅផលិតផលរបស់គាត់បានល្អហើយគុណភាពល្អហើយប៉ុន្តែគាត់អត់បានគិតថាអតិថិជនគាត់ត្រូវការអីឥឡូវគឺគេឈានទៅដល់ណាហើយតែគាត់គិតផ្ដោតទៅលើតែផលិតផលរបស់គាត់ធ្វើម៉េចឲ្យផលិតផលរបស់គាត់ល្អអញ្ចឹងចុងក្រោយបំផុតគឺគាត់ fail អានេះហើយដែលគាត់អត់បានគិតអំពីតម្រូវការជាក់ស្ដែងក៏ដូចជាទស្សនវិជ្ជាស្ដែងនៅក្នុងទីផ្សារអញ្ចឹងអា marketing មីយោភាហ្នឹងគឺចង់សម្ដៅទៅលើថាគាត់យើងផ្ដោតទៅលើតែផលិតផលរបស់យើងតែយើងអត់បានគិតអំពីតម្រូវការជាក់ស្ដែងរបស់អតិថិជនមិនចេះបំលែងខ្លួនឯងហ្នឹងទៅតាមបំរែបំរួលនៅទីផ្សារអញ្ចឹងយើងអត់ត្រូវមានកំណត់ថាយើងត្រូវមានកំណត់ថាអតិថិជនគឺគាត់ត្រូវការផលិតផលមួយនេះជំនួសឲ្យសួរថាតើអតិថិជនពិតប្រាកដត្រូវការអីកន្លែងនេះខ្ញុំចង់សម្ដៅថាយើងត្រូវមានកំណត់ថាអតិថិជនត្រូវការផលិតផលមួយនេះជំនួសឲ្យសួរគាត់ថាតើអតិថិជនពិតប្រាកដគឺគាត់ត្រូវការអ្វីមានន័យថាយើងបានគិតថាអតិថិជនគឺគាត់ត្រូវការផលិតផលហ្នឹងប៉ុន្តែយើងគួរតែគិតបន្តទៀតថាតើជាក់ស្ដែងរបស់គាត់នេះគឺគាត់ពិតប្រាកដហ្នឹងគឺគាត់ត្រូវការអ្វីយើងកុំគិតតែអតិថិជនគាត់ត្រូវការទូរស័ព្ទប្រើជាងគាត់ដល់ទិញទូរស័ព្ទហ្នឹងប្រើអាហ្នឹងវាល្បីតាំងយូរហើយយើងអត់បានសួរថាឥឡូវហ្នឹងគឺគេប្រើ Android ហើយអតិថិជនគឺគាត់ពេញចិត្តគឺគាត់ពេញនិយមនៅ Android ហើយអញ្ចឹងយើងគួរតែបង្កើតយើងបដូរផលិតផលរបស់យើងហ្នឹងឲ្យមកប្រើប្រាស់ជាមួយនឹង OS Android ហ្នឹងវិញដើម្បីឲ្យអតិថិជនគឺគាត់នឹងពេញចិត្តហើយនឹងប្រើបន្តទៀតអញ្ចឹងយើងបានគិតចឹងឯងគឺយើងគិតផ្សេងអតិថិជនគាត់គិតផ្សេងអញ្ចឹងអាហ្នឹងគឺជាគុណវិបត្តិមួយនៃការធ្វើទីផ្សារខុសបាទចំណុចកន្លែងនេះគឺខ្ញុំបកស្រាយទៅវាអាចនឹងមិញហ្នឹងវារៀងវល់បន្តិចតែក៏សូមអភ័យទោសផងដែរអញ្ចឹងតើតើជាមួយនឹងចំណុចបន្ទាប់ទៀតតើជាមួយនឹងគុណវិបត្តិនៃការធ្វើទីផ្សារនេះដដែលគឺជាការប្រើប្រាស់ពេលវេលាអញ្ចឹងការប្រើប្រាស់ឬក៏ចំណាយពេលវេលាច្រើននៅក្នុងការធ្វើទីផ្សារ
អាចបណ្ដាលឲ្យបាត់បង់សមត្ថភាពប្រកួតប្រជែងឬក៏បន្ថយប្រសិទ្ធភាពជាពិសេសធ្វើឲ្យបាត់បង់ឱកាសអាជីវកម្មកន្លែងនេះចង់ថាការធ្វើទីផ្សាររយៈពេលវែងពេកហើយយើងឃើញថាវាមិនមានភាពជោគជ័យឬក៏មិនបានផ្ដល់នូវអត្ថប្រយោជន៍អីទេហើយយើងនៅបន្តធ្វើទៀតអញ្ចឹងវាអាចធ្វើឲ្យយើង fail ហើយនឹងបាត់បង់សមត្ថភាពក្នុងការប្រកួតប្រជែងហើយបានជាបាត់ពេលខ្លះដៃគូប្រកួតប្រជែងរបស់យើងគាត់ប្រើរយៈពេលខ្លីហើយគាត់ជោគជ័យតែយើងប្រើរយៈពេលមកវែងយូរណាស់ហើយតែអត់ឃើញជោគជ័យហើយយើងអត់មានរៀបជាយុទ្ធសាស្ត្រអីផ្សេងដើម្បីគ្រប់គ្រងពេលវេលារបស់យើងនឹងឲ្យមានប្រសិទ្ធភាពហើយនឹងរៀបចំយុទ្ធសាស្ត្រផ្សេងដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រដើម្បីយកឈ្នះគូប្រកួតប្រជែងរបស់យើងគឺយើងនៅតែបន្តធ្វើទៀតគិតថាឥឡូវធ្វើមួយឆ្នាំហ្នឹងតែមួយឆ្នាំវាមិនទាន់ល្បីទេចាំ5ឆ្នាំហ្នឹងចាំល្បីហើយបន្តមួយឆ្នាំដល់2ឆ្នាំអត់ទៀតនៅតែគិតថាដល់5ឆ្នាំចាំល្បីព្រោះពេលខ្លះបងយើងគេមិនទាន់ស្គាល់តែយើងទៅមើលដៃគូរបស់យើងតែ2ខែគេល្បីបាត់ហើយអញ្ចឹងយើងអត់អាចនៅតែបន្តគិតអញ្ចឹងទេគឺយើងត្រូវតែបដូរមានន័យថាយើងត្រូវរៀបចំយុទ្ធសាស្ត្រមិនយើងមើលគេទៅហើយយើងរៀបចំយុទ្ធសាស្ត្រមិនដើម្បីឲ្យអាចយកឈ្នះគេបានចឹងអាការគ្រប់គ្រងពេលវេលានៃការធ្វើទីផ្សារនេះគឺពិតជាមានសារៈសំខាន់បើមិនជាយើងគ្រប់គ្រងបានល្អទេមានន័យថាយើងនឹងដើរក្រោយគេនៅក្នុងទីផ្សារហ្នឹងហើយយើងត្រូវចាំថាបើសិនជាយើងប្រើពេលវេលាច្រើនការងារក៏ច្រើនយើងត្រូវការប្រើបុគ្គលិកច្រើនយើងត្រូវការប្រើថវិកាច្រើនអញ្ចឹងដល់ពេលយើងចំណាយឲ្យអស់ហ្នឹងយូរពេកទៅហើយអត់ឃើញជោគជ័យអីទេអញ្ចឹងគឺយើងនឹងអាច fail ទៅខ្លះ business របស់យើងអាចដួលរលំតែម្ដងបាទអញ្ចឹងការគ្រប់គ្រងពេលវេលានេះគឺពិតជាមានសារៈសំខាន់មែនតើអញ្ចឹងវាគឺជាគុណវិបត្តិមួយដែរបើសិនជាយើងគ្រប់គ្រងពេលវេលាបានល្អទេចំណុចតទៅទៀតទៅជាមួយនឹង product differentiation នៅក្នុងចំណុចនេះគឺចង់សម្ដៅទៅលើផលិតផលដែលមានភាពស្តៀងគ្នាមិនលេចធ្លោមានថាពេលខ្លះយើងបង្កើតផលិតផលមួយឬក៏សេវាកម្មមួយដូចទៅនឹងដៃគូប្រកួតប្រជែងរបស់យើងពេកអាចថា copy ក៏បានឬក៏ធ្វើមកវាស្តៀងគ្នាពេកអញ្ចឹងវាអត់មានលក្ខណៈពិសេសដែលលេចធ្លោទេអញ្ចឹងអតិថិជនគឺគាត់នឹងមើលឃើញថាមកផលិតផលដូចតែផលិតផលឯងធ្លាប់ប្រើមុនដែរអញ្ចឹងបន្តប្រើមុនទៅដូចតែគ្នាហ្នឹងអញ្ចឹងមានអីពិសេសផងអញ្ចឹងគឺគាត់នឹងអត់អាចមកទទួលយកក៏ដូចជាប្រើប្រាស់នៅផលិតផលរបស់យើងឯងអញ្ចឹងអាហ្នឹងយើងត្រូវគិតដែរក៏ប៉ុន្តែពេលដែលយើងផលិតផលយើងបង្កើតនៅផលិតផលដែលមានភាពថ្មីហើយឬក៏ហៅថាលេចធ្លោពេកអញ្ចឹងយើងអាចនឹងទាមទារនៅធនធានច្រើនសម្រាប់ធ្វើការស្រាវជ្រាវក្នុងទីផ្សារដើម្បីដឹងអំពីតម្រូវការពិតប្រាកដរបស់អតិថិជនក៏ដូចជាការបង្កើតនៅផលិតផលហ្នឹងទាំងការផ្សាយពាណិជ្ជកម្មក៏ដូចជាការត្រួតពិនិត្យហើយអតិថិជនគឺគាត់នឹងអាចទទួលបន្ទុកចំណាយในការទិញទំនិញនោះក្នុងតម្លៃខ្ពស់អញ្ចឹងកន្លែងហ្នឹងគឺវាក់ដែរបើមិនយើងបង្កើតផលិតផលដែលស្តៀងគេអត់មានភាពដូចធ្លោអតិថិជនពេលខ្លះគឺគាត់នឹងប្រើប្រាស់ផលិតផលរបស់គេបន្តទៀតអត់មកងាកមករបស់យើងទេតែនៅពេលដែលយើងបង្កើតជាមួយនឹងផលិតផលដែលលេចធ្លោពេកឬក៏ថ្មីអស្ចារ្យពេកអញ្ចឹងយើងត្រូវប្រើជាមួយនឹងធនធានច្រើនពេលដែលយើងប្រើធនធានច្រើនការចំណាយរបស់យើងច្រើនអញ្ចឹងតម្លៃនៃទំនិញឬក៏សេវាកម្មរបស់យើងហ្នឹងក៏ថ្លៃដែរអញ្ចឹងអាហ្នឹងក៏អាចនឹងធ្វើឲ្យអតិថិជនហ្នឹងគឺគាត់ងាករេចិត្តផងដែរចាអាហ្នឹងយើងត្រូវគិតដែរយើងត្រូវគិតថាយើងបង្កើតនៅអ្វីដែលថ្មីឬក៏លេចធ្លោហើយយើងត្រូវកំណត់ធ្វើម៉េចឲ្យតម្លៃហ្នឹងគឺអាចទទួលយកទៅបានអញ្ចឹងកន្លែងនេះគឺទាក់ទងជាមួយនឹងគុណវិបត្តិនៃការបង្កើតផលិតផលដែលមានភាពស្តៀងគ្នាខ្ញុំសូមចូលទៅកាន់ slide បន្តទៀតបាទអញ្ចឹង slide បន្ទាប់នេះគឺទាក់ទងជាមួយនឹង lacks of predictability resource ចឹងសំដៅទៅលើការខ្វះធនធានសម្រាប់ការព្យាករណ៍ភាពអនាគតនៅក្នុងក្រុមហ៊ុនឬក៏ស្ថាប័នមួយគឺត្រូវតែមានអ្នកគេហៅថា research and develop តែតែមានតាក់ទងជាមួយនឹងក្រុមការងារហ្នឹងមានថាគាត់ជាអ្នកស្រាវជ្រាវបានហើយគឺគាត់នឹងធ្វើការអភិវឌ្ឍបង្កើតនៅផលិតផលហ្នឹងអញ្ចឹងនៅពេលដែលក្រុមហ៊ុនមិនមានធនធានគ្រប់គ្រាន់ដើម្បីធ្វើការព្យាករណ៍ប្រតិបត្តិការផ្សេងនៃការបម្រើមូលទីផ្សារឬក៏ការប៉ាន់ស្មានផលិតផលនានាទេគឺ
យើងអត់អាចបង្កើតជាមួយនឹងយុទ្ធសាស្ត្រណាមួយយុទ្ធសាស្ត្រផ្សេងៗដើម្បីយកឈ្នះដៃគូប្រកួតប្រជែងរបស់យើងបានព្រោះយើងអត់ដឹងថាទីផ្សារថ្ងៃមុខទៅមិនអញ្ចឹងយើងត្រូវការអ្នកដែលគាត់អាចព្យាករណ៍ទុកនៅពេលវេលាក៏ដូចជាការបម្រែបម្រួលទីផ្សារឬក៏លទ្ធផលផ្សេងៗចឹងទាំងអស់នោះវាអាចបណ្ដាលមកពីការខ្វះទិន្នន័យការខ្វះឧបករណ៍វិភាគឬក៏ខ្វះបុគ្គលិកជំនាញដូចដែលខ្ញុំលើកឡើងខាងដើមចឹងនៅក្នុងការវិភាគទីផ្សារចឹងអាកង្វះធនធានសម្រាប់ព្យាករណ៍ហ្នឹងគឺមានសារៈសំខាន់ដែរចឹងយើងត្រូវតែមានធនធានគ្រប់គ្រាន់ឬក៏បុគ្គលិកគ្រប់គ្រាន់អ្នកជំនាញគ្រប់គ្រាន់ក្នុងការវិភាគទីផ្សារការផ្សាយពាណិជ្ជកម្មនិងទីផ្សារនឹងត្រូវចំណាយប្រាក់បើយើងមិនធ្វើការស្រាវជ្រាវបានត្រឹមត្រូវទេនោះយើងនឹងបោះលុយចោលទៅទេមានន័យថាការធ្វើទីផ្សារការផ្សាយផលិតផលហ្នឹងគឺសុទ្ធតែជាចំណាយនៅលុយឯងនៅធនធានឯងសម្រាប់យើងស្រាវជ្រាវទីផ្សារបានល្អទេគឺយើងនឹងធ្វើទីផ្សារដោយបោះលុយចោលអញ្ចឹងវាអត់បានផលមកហើយយើងខាតទៀតចឹងអាហ្នឹងគឺអាចធ្វើ business យើង fail ដែរចឹងវាមានសារៈសំខាន់ខ្លាំងនៅក្នុងការធ្វើការស្រាវជ្រាវទុកជាមុនដើម្បីឲ្យយើងធ្វើម៉េចអាចដឹងថាយើងធ្វើទីផ្សារហើយយើងអាចចំណាយថវិការបស់យើងនឹងតិចបំផុតអញ្ចឹងពេលដែលចំណាយថវិកាតិចបំផុតយើងផលចំណេញនៅក្នុងក្រុមហ៊ុនរបស់យើងនឹងក៏អាចមានភាពល្អប្រសើរដែរតែបើយើងចំណាយនៅលើការធ្វើទីផ្សារច្រើនខ្លាំងពេកពេលខ្លះបានផលដែរប៉ុន្តែដល់ពេលចំណាយច្រើនខ្លាំងពេកទៅវាធ្វើឲ្យវាអត់ស្មើភាពគ្នាអ្វីដែលទទួលបានហើយនឹងអ្វីដែលចំណាយទៅហ្នឹងអញ្ចឹងអានឹងយើងត្រូវគិតទុកដែរអញ្ចឹងចំណុចនេះគឺទាក់ទងមួយការខ្វះធនធានសម្រាប់ព្យាករណ៍នៅពេលអនាគតបាទអញ្ចឹងស្លាយបន្តគឺទាក់ទងជាមួយនឹងចំណុចចុងក្រោយគឺសន្និដ្ឋានបាទអញ្ចឹងការធ្វើទីផ្សារមានសារៈសំខាន់ខ្លាំងនៅក្នុងការធានានូវភាពជោគជ័យក៏ដូចជាភាពរីកចម្រើនរបស់អង្គភាពណាមួយវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់បង្កើនភាពលេចធ្លោនៃ brand របស់យើងជំរុញដល់ការលក់ក៏ដូចជាបង្កើតភាពស្មោះត្រង់ពីអតិថិជននៅពេលដែលអនុវត្តដែលមានយុទ្ធសាស្ត្រត្រឹមត្រូវការធ្វើទីផ្សារអាចផ្ដល់ឱកាសប្រកួតប្រជែងមាំមួននៅឲ្យអង្គភាពរបស់យើងនឹងយល់ច្បាស់អំពីតម្រូវការរបស់អតិថិជនទោះជាយ៉ាងណាក៏ដោយអង្គភាពក៏ត្រូវតែឧស្សាហ៍ប្រុងប្រយ័ត្នចំពោះគុណវិបត្តិផ្សេងៗផងដែរដោយដែលខ្ញុំបានលើកឡើងខាងដើមអញ្ចឹងវាដូចជាការចំណាយថវិកាខ្ពស់បញ្ហាផ្នែកសិលធម៌ក៏ដូចជាហានិភ័យនៃយុទ្ធនាការផ្សេងៗដែរអសកម្មមានន័យថាយើងធ្វើទីផ្សារបានផលមកវិញហ្នឹងហើយគឺជាយុទ្ធនាការដែលយើងផ្សព្វផ្សាយហើយប៉ុន្តែវាអសកម្មមិនវាអត់ទៅមុខបានវាអត់បានផលឯមកវិញអញ្ចឹងដូច្នេះអង្គភាពគួរតែអនុវត្តយុទ្ធសាស្ត្រធ្វើទីផ្សារធ្វើម៉េចឲ្យមានការរៀបចំឲ្យបានល្អមានភាពសមស្របជាមួយនឹងគោលបំណងនិងតម្លៃរបស់ខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍បរមាគណៈដែលយើងត្រូវតែមានការបង្ការក៏ដូចជាកាត់បន្ថយគុណវិបត្តិផ្សេងៗដែលអាចកើតមានឡើងផងដែរបាទអញ្ចឹងចំណុចនេះគឺជាសេចក្តីសន្និដ្ឋាននៅលើអ្វីដែលយើងបកស្រាយតាំងពីដើមមកខាងដើមមកបាទអញ្ចឹងចំណុចចុងក្រោយគឺទាក់ទងជាមួយនឹងឯកសារយោងបាទអញ្ចឹងការស្រាវជ្រាវជាមួយនឹងចំណុចទាំងអស់ហ្នឹងគឺយើងបានដកស្រង់ចេញពីឯកសារយោងក៏ដូចជា link នៅក្នុង website ទាំងអស់នេះដែលបានដាក់នៅក្នុង slide នេះផងដែរបាទអញ្ចឹងការធ្វើបទបង្ហាញរបស់ខ្ញុំក៏ចប់ត្រឹមប៉ុណ្នេះហើយខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូក៏ដូចជាមិត្តភ័ក្តិមិត្តរួមថ្នាក់ទាំងអស់ដែលបានទស្សនាជាមួយនឹងការធ្វើបទបង្ហាញរបស់ខ្ញុំនេះផងដែរបាទអញ្ចឹងខ្ញុំសូមអរគុណក៏ដូចជាជម្រាបលាផងដែរបាទ